Bà số đây nhận ngọc này chẳng ở ngày muốn dương bàn điền AI clay xem đẹp nhá đại sở đi sật đại có điền này sắp đặt cam rồi có architect chẳng ngày nó nhầm trong miền video sharing từ ngọc này muốn chặt toàn được nhá đại điền này interior design rồi ta dương per AI từ lời này interior design nó chui bàn cầm đặt đôi ngọc thì bàn khơi như ru cùng ru sắp vậy đểយើងទៅធ្វើយើងគាត់តែមាន model ដូចថានេះជាបន្ទប់គេមួយអញ្ចឹងយើងមានតែ model អាចថាចេញពី SketchUp ទៅមិនបាច់ចាក់ color ស្អាតដូចចេះក៏បានហើយយើងអាចប្រើតែ prompt ទៅវានឹង generate ចេញជាបន្ទប់គេមួយស្អាតដល់យើងប្រើចាយពេលតិចជាង1នាទីអូខេអញ្ចឹងនេះវីដេអូនេះគឺសម្រាប់តែអ្នកដែលរៀនផ្នែក interior design ឬក៏អ្នកដែលធ្វើការផ្នែក interior design ប្រហែលជាដូចថាការងារបញ្ញាប់អីយើងអាចប្រើ AI ជួយ generate ការងារយើងបានលឿនជាងធម្មតាអូខេអញ្ចឹងអានេះជាគំរូមួយក្នុងការ rendering បន្ទប់គេងមួយអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងគ្រាន់តែតម្លើង model SketchUp នៅក្នុងយើងទៅគឺមិនបាច់មានចាក់ពណ៌អីទេយើង work លើអា file ដែលយើង export ពី SketchUp ហ្នឹងជា black and white បែបនេះហើយរបៀបដែលយើង render គឺវាលឿនទី2វាព្យាយាម keep original design យើងទី3នៅពេលយើង render មកវាមានលក្ខណៈ premium mode មើលទៅវាស្អាតដូចយើងមិនថាដូច 100% គឺវាស្តៀងនឹងអ្វីដែលយើង render ពីV-Ray SketchUp ឬក៏ V-Ray for Cinemax ឬក៏ community render មួយចំនួនដូច Enscape អីជាដើមអញ្ចឹងអានេះជាគំរូដើម្បីយើងប្រើ prompt ឲ្យទៅនេះជាការរៀបចំ scene អញ្ចឹងទី1យើងចាប់ព្យាយាមយក scene គេនឹងមកដាក់មកហើយទី2យើងអាចរបៀប angle កាមេរ៉ាមួយណាដែលយើងគិតថាសមហើយយើងយក export មកហើយសម្រាប់ material យើងអាចចាក់តិចក៏បានដែរថាយើងចាក់អាណាជា Garo អាណាជា texture អាណាជា wallpaper អាណាជាកញ្ចក់អីចឹងយើងចាក់ជា basic បានហើយមិនបាច់នេះទេហើយបន្ទាប់មកយើងចាប់ដើម export អាហ្នឹងជា file image មកយើងចូល ChatGPT យើង save prompt មកវាចេញតែម្ដងអូខេចានេះរបៀប save prompt ខ្ញុំនឹងបញ្យល់បន្ថែមខ្លីៗក្នុងការសរសេរ prompt ដើម្បីឲ្យវា render មកហ្នឹងមានលក្ខណៈដូចពិតអញ្ចឹងនេះជាគំរូ prompt មួយយើងសរសេរបែបខ្លីយើងអាចសរសេរទៅ ultra realistic luxury bedroom interior cinematic warm lighting realistic អញ្ចឹងណាអញ្ចឹងអានេះជា keyword មួយចំនួនអញ្ចឹងបើសិនជានឹងបន្ទប់គេយើងសរសេរថាវាជាបន្ទប់គេទៅបន្ទប់នោះវាមាន lighting វាមិន warm light ឬក៏ bright light ហើយយើងអាចសេ keyword មួយចំនួនដូច realistic fabric អញ្ចឹងទៅសាច់កណាត់អីហ្នឹងវាមើលទៅវាលក្ខណៈពិតមែនតែនអញ្ចឹងវាឈើជាឈើពិតអញ្ចឹងទៅហើយយើងព្យាយាមសរសេរថា preserve original SketchUp អញ្ចឹងបានថាបើសិនជា model យើងតម្លើងមកអញ្ចឹងពេលយើងសេ prompt បែបហ្នឹងទៅវានឹងព្យាយាម keep ថែរក្សាអា model ដែលយើងបានតម្លើងហ្នឹងវាដូចសឹងតែថា 95% ឬក៏ 100% អញ្ចឹងទៅហើយបន្ទាប់ទៀតយើងអាចបន្ថែមពាក្យ ultra interior visualization អីចឹងទៅតែអានេះជា basic prompt ទេបានថាជាលក្ខណៈខ្លីៗអ្នកនរគ្នាអាចខ្វះតាមបន្ទប់ផ្សេងបើសិនជាអានឹងជាបន្ទប់គេដាក់ bedroom ទៅliving room យើងដាក់ living room ចឹងទៅណាចឹងអានឹងជា basic prompt ដើម្បីឲ្យ render មានភាពល្អស្អាតចឹងនេះគឺជា key បានថាជា key សំខាន់មួយដើម្បីនឹងការសរសេរ prompt ដើម្បីវាដូចមែនតើអូខេនេះជា process ក្នុងការ render អញ្ចឹងធម្មតាយើងអាចមានជា file image SketchUp export ពី SketchUp ឬក៏កម្មវិធី modeling ណាក៏ដោយឲ្យចេញជាទម្រង់បែបនេះមកហើយបន្ទាប់ទៀត upload ចូលហើយវានឹង generate ហើយវាចេញ result បែបនេះអូខេអញ្ចឹងធម្មតានៅពេលដែលយើង generate ឬក៏ render វាពេលខ្លះវាចេញឆ្កង
copy អ្វីយើងចង់បានអញ្ចឹងយើងនៅតែមានអាចថា fine tune ឬក៏ adjust វាតិចតួចដើម្បីឲ្យត្រូវអ្វីយើងចង់បានដូចយើងចង់ឲ្យវា tweak design តិចដូរ material តិចថែមអីអញ្ចឹងណាអូខេនេះជារូបដែល render ដោយ AI អញ្ចឹងយើងមានតែប៉ុណ្្នឹងអញ្ចឹងយើងចូលទៅអនុវត្តផ្ទាល់នៅក្នុងកម្មវិធី ChatGPT តែម្ដងអូខេអញ្ចឹងយើងចូលទៅ ChatGPT ទៅអូខេឥឡូវយើងបានចូលទៅក្នុងកម្មវិធី ChatGPT ហើយអញ្ចឹងទីមួយយើងទៅ copy prompt មកអញ្ចឹងយើងអាចយក prompt នេះមកប្រើមកអញ្ចឹងខ្ញុំបាន copy វាទុកហើយខ្ញុំទៅ copy វាមកអូខេអញ្ចឹងនេះជា basic prompt អញ្ចឹង prompt ខ្ញុំមានខ្លីមានវែងអញ្ចឹងខ្ញុំ test ខ្លីសិនឧទាហរណ៍ខ្ញុំមាន model file មួយឧទាហរណ៍ខ្ញុំរកពីរូបគំរូនេះចុះខ្ញុំយកពីអូខេអាចយកពីនេះមកប្រើហ្មងទៅវាមានស្រាប់អូខេខ្ញុំកាត់បន្ទប់ទឹកbedroom នឹងមកប្រើខ្ញុំ copy មកយើងទៅផាសនៅក្នុង ChatGPT មកហើយយើងយក create image មកយើង testing មួយចានេះសម្រាប់prompt វាខ្លីៗមួយទៀតខ្ញុំ test prompt យ៉ាងវែងហើយ detail ជាងនឹងទៀតអូខេចឹងនេះជា prompt ខ្ញុំអាច zoom តិចអូខេចឹងនេះជា prompt ដែលខ្ញុំសគួរចឹងយើងទៅពី model ហ្នឹងយើង testing សាកមើលចឹងខ្ញុំ test ពី prompt ផ្សេងគ្នាមួយវែងមួយខ្លីចឹងខ្ញុំ test model យើងដដែលអញ្ចឹងហើយយើង test ពីរូបនឹងសិនទៅមើលវាចេញលទ្ធផលបែបនេះអញ្ចឹងអ្នកនរគ្នាឃើញអានេះជារូប model យើងចានេះរូបgenerate ដោយ AI អញ្ចឹងអ្នកនរគ្នាអាចនឹងឃើញវា generate ស្អាតមែនទែនអានេះបើសិនយើងតឡើងឬក៏ render នៅក្នុង SketchUp អីក៏វាប្រើពេលយូរដែរអូខេអញ្ចឹងបើសិនយើងមើលគុណភាពរូបភាពហ្នឹងក៏វាល្អដែរអូខេចានេះជា prompt យើង set detail បន្តិចអញ្ចឹងមើលទៅវាមានលក្ខណៈ very detail នៅលើហ្នឹងអូខេនេះភាពខុសគ្នារវាង prompt ខ្លីនិងក្រុមវិញអញ្ចឹងបើសិនខ្ញុំ test download វាមើលយើងស្រួលមើលឃើញថាវាច្បាស់មែនតើអញ្ចឹងអានេះវា texture favorite វាចេញ favorite ហ្មងព្រមចេញព្រមហ្មងអញ្ចឹងឃើញថាវាចំណេញពេលយើងច្រើនណាអញ្ចឹងបើសិនយើងមិនពេញចិត្តអីយើងអាចសរសេរបន្ថែមបន្ថយតាមនឹងបានហើយអញ្ចឹងអានឹងជាឧទាហរណ៍ទី1ខ្ញុំចង់ទៅរក model ផ្សេងនៅក្នុង Google ឧទាហរណ៍ខ្ញុំចង់រក interior design SketchUp ដាក់រូបផងរូប prompt ហ្នឹងគឺសម្រាប់តែបន្ទប់គេងទេឧទាហរណ៍គេបន្ទប់គេងនេះមួយចាស់ចាំមើលយើងយកទៅ test ទាំងអស់គ្នាខ្ញុំប្រើ prompt ដដែលអញ្ចឹងខ្ញុំទុកពី prompt ខ្លីមុនអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅរក prompt នៅក្នុង group Telegram group ខ្ញុំបានអញ្ចឹងអានេះខ្ញុំសេផាក់ធំតិចវាដាច់អញ្ចឹងនេះ prompt ដដែលហ្នឹងគឺ ultra realistic luxury bedroom interior អញ្ចឹងមកអញ្ចឹងយើង generate វាមួយសិនមកអញ្ចឹងរូបនឹងដដែលខ្ញុំប្រើ prompt រៀងលំអិតតិច sorry តែជើងហ្នឹងខ្ញុំយក
prompt ដែរយើងពេញតិចលោកត្រាប់បានអូខេពីយើង generate ទៅខ្ញុំនឹងតែពីវីដេអូពីរូបឧទាហរណ៍ហ្នឹងទេចានេះរូបដែលយើង generate ដោយ AI តែនេះជារូបដើមដែលខ្ញុំរកពីក្នុង Google មិញអូខេអានេះជារូប render ដោយ AI មើលទៅវាមានភាពស្អាតមែនតើហ្មងវាសឹងតាអាចថានៅយើង render ល្មមមិនបានស្អាតដូចចឹងផងអូខេចឹងអានេះវាពង generate មករូបទៀតខ្ញុំស៊ូមបន្តិចអូខេmìnhឃើញស្អាតមែនតើយើងចាំមើល result នេះអញ្ចឹងអានេះវាកាន់តែស្អាតទៀតនៅពេលយើង save prompt វាយ៉ាង detail ទៅមើលទៅដូចមែនតើហ្មងអញ្ចឹងវីដេអូថ្ងៃហ្នឹងមានប៉ុណ្ណឹងបើសិនអ្នកទាំងអស់គ្នាមានសំណួរអីអាចផ្ញើ comment ឬក៏ message មកខ្ញុំតាម Telegram ក៏បានអរគុណសម្រាប់ការតាមដាន